ហើយដែលសូមអញ្ជើញពុកម៉ែបងប្អូនចូលរួមចុះញត្តិកោតទោសរបស់គ្រួសារហត់ហ្នឹងគឺដោយសារតែមានការសំណូមពរពីសម្រាប់ប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅក្នុងប្រទេសឲ្យយើងនឹងបង្កើតញត្តិចាក្នុងការកោតទោសរបស់គ្រួសារហត់បងប្អូននឹងស្រាប់ឲ្យកន្លងមកហ្នឹងប្រទេសកម្ពុជារបស់យើងត្រូវបានគេហៅថា scam Cambodia ទាំងដែលយើងជាប្រជាពលរដ្ឋខ្មែរនេះគឺអត់បានជាប់ពាក់ព័ន្ធជាមួយនឹងរឿង scam Cambodia នោះទេចាប៉ុន្តែអន្តរជាតិគេបានចាត់ទុកប្រទេសខ្មែររួមទាំងប្រជាពលរដ្ឋខ្មែរហ្នឹងទៅជា scam Cambodia កន្លែងនេះហើយដែលប្រជាពលរដ្ឋខ្មែរមួយចំនួនគួរណាតែចូលរួមចុះញត្តិកោតទោសរបស់គ្រួសារហ៊ុនដើម្បីឲ្យអន្តរជាតិដឹងថារឿង scam នៅក្នុងប្រទេសកម្ពុជាអាចកើតឡើងបានគឺដោយសារតែមានមេដឹកនាំផ្ដាច់ការដែលតែងតែកាងនៅពីក្រោយអង្គើឆោបបោកទាំងអស់នេះមិនត្រឹមតែប៉ុណ្ណោះទេកម្ពុជាយើងសពថ្ងៃមានតែការទិញផ្ទះបានផ្ទះខ្យល់អីចឹងទៅទិញដីបាត់ដីខ្យល់អីចឹងទៅមិនត្រឹមតែប៉ុណ្ណឹងគឺនៅពេលដែលយើងមានលុយហើយយើងយកទៅដាក់នៅក្នុងធនាគារត្រូវបានធនាគារបោកទៀតអាកន្លែងហ្នឹងហើយដែលយើងរងគ្រោះខ្លាំងហើយបាយជាម្ចាស់លុយត្រូវបានជាប់គុកដោយសារតែលុយរបស់ខ្លួនឯងណាមិនត្រឹមតែប៉ុណ្្នឹងបងប្អូនដឹងហើយធនាគារហុយវ៉ាន់ផេហ្នឹងគឺជារបស់ក្មួយលោកហ៊ុនសែនដែលមានលោកហ៊ុនតូជាម្ចាស់ធនាគារហ្នឹងប៉ុន្តែមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺអត់មានដំណោះស្រាយអីហើយដំណោះស្រាយហ្នឹងគឺគេហ៊ានដោះស្រាយគេជូនសំណងតែលើបុគ្គលណាដែលមានសញ្ជាតិអាមេរិកតែប៉ុណ្ណោះចំពោះសញ្ជាតិផ្សេងសញ្ជាតិខ្មែរសញ្ជាតិចិនអីហ្នឹងគឺគេមិនសងជាដាច់ខាតដោយសារអីគឺដោយសារតែរបបមួយនេះមិនហ៊ានប៉ះពាល់ជាមួយនឹងអាមេរិកនោះទេហើយការចុះញត្តិនេះវាខ្លាំងក្លាជាងយើងបោះឆ្នោតទម្លាក់លោកហ៊ុនសែនទៅទៀតដោយសារអីញត្តិនេះគឺមានអត្ថប្រយោជន៍ខ្លាំងមែនតើគឺយើងត្រូវយកញត្តិនេះទៅឲ្យអន្តរជាតិដូចជាប្រទេសសហរដ្ឋអាមេរិកប្រទេសអង់គ្លេសបារាំងអីជាដើមហ្នឹងដាក់សម្ពាធទៅរបបផ្ដាច់ការមួយនេះគឺដាក់ទៅលើមេដឹកនាំតែម្ដងណាចាហើយខ្លឹមសារនៃការដាក់សម្ពាធហ្នឹងគឺមាននៅក្នុងញត្តិនៅពេលដែលបងប្អូនចុចទៅលើ link ហ្នឹងទៅវានឹងលូតខ្លឹមសារឲ្យបងប្អូនអានហើយថាយើងបង្កើតញត្តិនេះមកដើម្បីអីហើយយើងបោះឆ្នោតយើងបោះឈ្នះគេទេយើងប្តឹងក៏យើងប្តឹងមិនឈ្នះគេបងប្អូននឹងស្រាប់ហើយតឡាការចាច្បាប់នៅក្នុងប្រទេសកម្ពុជាវាមានស្តង់ដារដល់ទៅ2ឯណោះអញ្ចឹងយើងធ្វើតាមផ្លូវណាក៏អត់ឈ្នះគេដែរយើងចង់បោះឆ្នោតទម្លាក់គេក៏ទម្លាក់អត់កើតប៉ុន្តែការចុះញត្តិនេះស្មើនឹងការបោះឆ្នោតទម្លាក់លោកហ៊ុនសែនតែម្ដងយើងត្រូវការសម្លេងពុកម៉ែបងប្អូនជាច្រើនម៉ឺនសម្លេងជាច្រើនលានសម្លេងក៏បានដែរឲ្យទៅចូលរួមជាមួយយើងក្នុងការស្នើទៅកាន់អន្តរជាតិដើម្បីដាក់សម្ពាធទៅលើបុគ្គលមានអំណាចទាំងនោះជាពិសេសគឺគ្រួសារហ៊ុនតែម្ដងអញ្ចឹងរាល់ការចុះញត្តិបងប្អូនគឺធានាសមត្ថភាព 100% មិនមានគ្រោះថ្នាក់ណាមួយទេដោយសារការចុះញត្តិនេះគឺប្រព័ន្ធ link នេះគឺរៀបចំចេញពីសហរដ្ឋអាមេរិកហើយ link ទាំងអស់នេះគឺអាចធានាសមត្ថភាពឲ្យបងប្អូនយ៉ាងពិតប្រាកដមិនអាចផ្ដល់ហានិភ័យដល់បងប្អូនទេបើសិនជាផ្ដល់ហានិភ័យដល់បងប្អូនក៏យើងមិនហ៊ានបង្កើត link ក្នុងការចុះញត្តិនេះផងដែរបងប្អូនជាដំបូងត្រូវស្វែងរក link ហ្នឹងបន្ទាប់មកច